ចេះ set up Windows ដោយខ្លួនឯងនៅលើ computer ដោយចំណាយពេលត្រឹមតែ1នាទីតើខ្មោចខាត់ពេលយូរមកមើលការប្រាប់របស់ខ្ញុំទាំងអស់គ្នាជាដំបូងអ្នកនរគ្នាកន្លែងនេះត្រូវមើលថាបើសិនជា United States អស់ហើយយើងចុច next មកបន្ទាប់មកចុច install now កន្លែងនេះយើងត្រូវការ text មួយមកបន្ទាប់មកយើងចុច next បន្តទៀតកន្លែងនេះយើងយកនៅខាងក្រោម custom ហ្នឹងបន្តមកទៀតនៅត្រង់កន្លែងនេះគឺការបែងចែកត្រាយឬក៏ការលុបត្រាយដើម្បីបែងចែកថ្មីអញ្ចឹងដោយសារតែកុំព្យូទ័រហ្នឹងគាត់អត់ត្រូវការមានទុកឯកសារអីផ្សេងទេអញ្ចឹងគាត់ត្រូវការលុបទាំងអស់ដើម្បីឲ្យខ្ញុំនឹងចែកត្រាយឲ្យគាត់ថាថ្មីអញ្ចឹងខ្ញុំបានលុបទាំងអស់តែម្ដងត្រាយនៅក្នុងហ្នឹងឥឡូវនេះខ្ញុំចាប់ផ្ដើមលុបហើយលុបតាមខ្ញុំមកចុចនៅលើត្រាយទាំងអស់ហ្នឹងហើយចុចពាក្យថា delete ទាំងអស់មកបន្ទាប់ពីអ្នកនរគ្នាចុចលុបអស់ហើយអ្នកនរគ្នាចុច next តែម្ដងមកអញ្ចឹងយើងរងចាំដំណើរការឲ្យវាដើរពេញគឺ Windows របស់យើងនឹងទទួលបាន Windows ថ្មីហើយកុំព្យូទ័ររបស់យើងហើយ Windows ដែលខ្ញុំបាន set up ថ្មីនេះគឺជា Windows 10ដោយសារតែកុំព្យូទ័រដែលខ្ញុំ set up នេះពីមុនមកគេប្រើ Windows 10អញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងអរគុណជម្រាបលា